ជំរាបសួរថ្ងៃនេះបានមកហូបអីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនេះបានពេញប៉ោះទ្របថ្ងៃនេះស្លមជូរអ្នកចិត្តខាងមានម្អមហើយនឹងជីអាណាតិចទៅម្អមតិចទៅមានពងមាន់2គ្រាប់ទៅម្នាស់អីនឹងម្ទេសពេញប៉ោះហើយនេះគឺត្រីបងប្អូនត្រីតាប់យ៉ាយើងហ្នឹងហើយទឹកពុះហើយបងប្អូនហើយខ្ញុំស្លមជូរអ្នកចិត្តខាងគឺខ្ញុំដាក់ទឹកត្រីបងប្អូនអ្នកខ្លះទៅគេដាក់កាពិអីចឹងណាថាទៅដាក់ផុកពី3កតុយអីចឹងទៅហើយនេះខ្ញុំចាប់ដើមដាក់ស្ករបញ្ចេញហើយភ្លេចមិនបានគឺម្សៅស៊ុបយើងនឹងបងប្អូនខ្ញុំស្លអីក៏ដាក់ម្សៅស៊ុបដែរបងប្អូនដាក់ម្សៅស៊ុបស្ករបញ្ចេញចឹងហើយចឹងទៅយើងចាប់ដើមដាក់បន្លែបងប្អូនយើងដាក់បន្លែមាស់មុនព្រោះត្រីនេះខ្ញុំបានបដោវាបងប្អូនខ្ញុំបដោរួចហើយខ្ញុំបានថតដល់ពេលខ្ញុំបដោទៅបងប្អូនខ្ញុំចៀននឹងបដោវាឲ្យវាក្រៀមទៅហើយจึงចាប់ដើមដាក់ត្រីចឹងហើយដាក់មកឲ្យវារៀងរីកចឹងតិចទៅហើយយើងចាប់ដើមដាក់នេះពេញប៉ោះមានទឹមបារាំងមួយអីចឹងទៅហើយម្នាស់អីចឹងទៅយើងដាក់ចឹងទាំងហើយចាប់ដើមចឹងហើយយើងក្របមកពុះចឹងទៅឆ្អិនហើយយើងដាក់ពង2គ្រាប់ទៅអ្នកខ្លះគេមិនដាក់ទៅតែខ្ញុំចេះដាក់ទៅព្រោះមានបើតាមខ្ញុំអត់មានក៏ខ្ញុំដាក់គឺដាក់សពណាបងប្អូនស្លមជូរអ្នកចិត្តខាងបងប្អូនគេដាក់ទាំងកៅអៅឈូកទាំងអីតែខ្ញុំគ្មានទេហើយនេះចាប់ដើមដាក់មកអមឲ្យបងប្អូនមកអមហើយនឹងជីអាណាពី3កតុយជីលឹកវែងយើងអ្នកខ្លះគេហៅជីអាណាអ្នកខ្លះគេហៅជីលឹកវែងទៅហើយខ្ញុំមកនេះបតោខ្ទឹមបងប្អូនខ្ញុំបានបតោខ្ទឹមដាក់បន្តិចឲ្យវាឈ្ងុយបងប្អូនហើយយើងស្លមជូរហ្នឹងស្លមជូរគេហៅជូរអ្នកចិត្តខាងហ្នឹងបតោខ្ទឹមដាក់តិចទៅឲ្យវាឈ្ងុយបងប្អូនហើយនេះឆ្អិនហើយបងប្អូនគឺឈ្ងុយធំក្លិនអាមកអមធំក្អូបអាមកអមនឹងផងហើយអាខ្ទឹមបតោនឹងបងប្អូនចាក់ទៅរហូតវាក្តៅលុយឈាវក្អូបមើលនេះមួយឆ្នាំងពេញបឹបបងប្អូនបាយបាយ